ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី3ដែលប្រើប្រាស់ទុនជាង$267 លានសម្រាប់បានជិត 80% ហើយរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី3ដែលប្រើប្រាស់ទុនជាង$267 លានសម្រាប់បានជិត 80% ចំណែកឯស្ពានឆ្លងកាត់ទន្លេបាសាក់ឆ្លងកាត់ផ្លូវជាតិលេខ2និងផ្លូវជាតិលេខ22ក៏សម្រេចបានជិត 90% ផងដែរលោកទេសរដ្ឋមន្ត្រីស៊ុំចន្ទថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាក់ដូចនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល5ឆ្នាំកន្លងមករបស់ក្រសួងសាធារណការដឹកជញ្ជូននាទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី27ខែតុលាឆ្នាំ2022លោកស៊ុំចន្ទថុលបានថ្លែងដូចនេះថាការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី3សម្រេចបាន 77% រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់ឆ្លងកាត់ផ្លូវជាតិលេខ2និងផ្លូវជាតិលេខ22សម្រេចបាន 88% នាំមកជូនលោកអ្នកដោយគម្រោងកោះកុង City ជាគម្រោងផ្ទះអាជីវកម្មកណ្ដាលក្រុងកោះកុងចាប់បើកលក់ហើយចម្ងាយត្រឹមតែ100ម៉ែត្រពីផ្សារដងតុងទីរួមខេត្តតែប៉ុណ្ណោះងាយស្រួលទិញដើម្បីប្រកបអាជីវកម្មនិងវិនិយោគចំណេញទំនាក់ទំនងលេខទូរស័ព្ទផ្លូវក្រវ៉ាត់ក្រុងមួយខ្សែនេះចាប់ផ្ដើមពីផ្លូវជាតិលេខ4ត្រង់ចំណុចគីឡូម៉ែត្រលេខ14/105ស្ថិតក្នុងភូមិចម្ពោះវ័នសង្កាត់ចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវផ្លូវជាតិលេខ5មហាវិថីឈ្នះនិងផ្លូវជាតិលេខ6ផ្លូវក្រវ៉ាត់ក្រុងទី3នឹងប្រែក្លាយទៅជាផ្លូវក្រវ៉ាត់ក្រុងដ៏ធំនិងទំនើបថ្មីមួយសម្រាប់បម្រើឲ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ6លេខ5លេខ4លេខ3លេខ2និងផ្លូវជាតិលេខ21ដោយឆ្លងកាត់ទន្លេបាសាក់និងកោះអន្លង់ចិនមកបញ្ចប់ត្រឹមផ្លូវជាតិលេខ1ត្រង់ចំណុចគីឡូម៉ែត្រលេខ24/84ស្ថិតក្នុងភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកគៀនស្វាយខេត្តកណ្ដាលពិសេសជាងនេះទៅទៀតខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញនៅក្នុងស្រុកគៀនស្វាយក៏ដូចជាបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ាន Highway និងផ្លូវរបៀងសំខាន់ជារបៀងកណ្ដាលនិងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់មហាអនុតំបន់មេគង្គផងដែរគម្រោងផ្លូវក្រវ៉ាត់ក្រុងទី3នេះត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី14ខែមករាឆ្នាំ2019ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co Ltd ក្នុងតម្លៃ$267.67 លានអាមេរិកនិងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុនខ្វាំងជូវ៉ាអាន Construction Supervision Co Ltd ក្នុងតម្លៃ$5.38 លានអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអាស៊ានប្រវត្តិនឹងនាំព័ត៌មានអចលនទ្រព្យជំវិញតំបន់អាស៊ានទៅកាន់អស់លោកអ្នក